ជំនាញគិតសំខាន់ជាងជំនាញជឿការអានអាចនាំយើងទៅមើលគ្រប់កន្លែងហើយការមានឱកាសបានទៅដល់គ្រប់ទីកន្លែងក៏នាំឲ្យយើងទទួលបាននៅចំណេះដឹងដោយការអានដែរអ្នកអានយកចេះគឺជាអ្នកអានដែលចេះគិតពិចារណាតែអ្នកអានយកចប់គឺអានដោយគ្មានយល់ពីខ្លឹមសារនៃសំណេរអ្នកណាដែលអានច្រើនបំផុតតែបែរជាប្រើប្រាស់ខួរក្បាលគិតតិចបំផុតគឺនឹងធ្លាក់ចូលទៅក្នុងទម្លាប់នៃការខ្ជិលគិតមនុស្សដែលខ្ជិលគិតគឺនឹងคล้ายទៅជាទេសកលនៃគំនិតរបស់អ្នកនិពន្ធដូច្នេះជំនាញក្នុងការគិតពិចារណាគឺសំខាន់ជាងជំនាញក្នុងការជឿគិតដោយគ្មានការរៀនគឺនឹងនាំឲ្យវង្វេងដោយគ្មានគោលការណ៍ហើយបើរៀនដោយគ្មានការគិតពិចារណានឹងចាំតែជឿសុបដោយងងឹតងងល់ការអាននិងការធ្វើដំណើរពេលខ្លះមានលក្ខណៈខុសគ្នាខ្លះការអានគឺត្រូវប្រើពេលវេលាជាមួយខ្លួនឯងនៅកន្លែងស្ងប់ស្ងាត់តែការធ្វើដំណើរគឺត្រូវប្រើពេលវេលាជាមួយកត្តាខាងក្រៅច្រើនជាងអ្នករៀនបើទៅដល់ទីណាក៏នៅតែរៀនតែអ្នកមិនរៀនបើទោះបីជាអង្គុយអានសៀវភៅពេញមួយថ្ងៃក៏អានដោយមិនគិតឬអានយកតែចប់ប៉ុណ្ណោះអ្នកខ្លះរៀនក្នុងក្លឹបកម្សាន្តឬអ្នកខ្លះរៀននៅរង្គសាលឬអ្នកខ្លះទៀតបើទៅដល់ទីណាគឺរៀននៅទីនោះតើយ៉ាងដូចម្ដេចអ្នករៀនកាន់តែសំណួរហេតុអ្វីតាមខ្លួនតែម្យ៉ាងគឺនឹងរៀនបានគ្រប់យ៉ាងពីមជ្ឈដ្ឋានជុំវិញខ្លួនតើហេតុអ្វីសំណួរហេតុអ្វីសំខាន់សម្រាប់អ្នករៀនសំណួរហេតុអ្វីធ្វើឲ្យព្រះពុទ្ធត្រាស់ដឹងសំណួរហេតុអ្វីធ្វើឲ្យសូក្រាតផ្លាតុងខុងជឺឡាវជឺបានคล้ายទៅជាទស្សនវិទូសំណួរហេតុអ្វីធ្វើឲ្យពិភពលោកផ្លាស់ប្ដូរពីយុគសម័យមួយទៅកាន់យុគសម័យល្អប្រសើរមួយទៀតទេសកលគំនិតយើងចំណាយពេលវេលាអានសៀវភៅដូចគ្នានិងចំនួនក្បាលសៀវភៅដូចគ្នាតែការជ្រួតជ្រាបទទួលបានចំណេះដឹងពីសៀវភៅគឺវាពុំដូចគ្នាឡើយអ្នកអានខ្លះមានសមត្ថភាពពិចារណាខ្ពស់ជាងអ្នកនិពន្ធគំនិតអ្នកនិពន្ធខ្លះជាគំនិតសាមញ្ញតែបើកម្រិតសមត្ថភាពនៃអ្នកអានខ្ពស់វានឹងធ្វើឲ្យគំនិតសាមញ្ញផ្ដុំសាច់ផ្ដុំឈាមខ្លាយទៅជាគំនិតអស្ចារ្យដូច្នេះហើយបានជាយើងជាអ្នកអានត្រូវតែកុំងាប់ក្រឡាជាមួយគំនិតអ្នកនិពន្ធណាឲ្យសោះត្បិតបើងាប់ក្រឡាគឺស្មើនឹងងាប់បញ្ញាហើយបើងាប់បញ្ញាគឺស្មើនឹងខ្លាយទៅជាកញ្ជះនៃគំនិតអ្នកនិពន្ធអ្នកខ្សត់នៅការពិចារណាច្រើនតែធ្លាក់ខ្លួនក្នុងទេសភាពនៃគំនិតអេរិយាបថបែបនេះវាពុំធ្វើឲ្យយើងរីកចម្រើនឡើយចេះត្រឹមតែចាំនិងចេះគិតពិចារណាគុណភាពនៃគំនិតរបស់យើងវាអាស្រ័យទៅអ្វីដែលយើងគិតតែវាពុំមែនស្ថិតនៅលើអ្វីដែលយើងចងចាំនោះទេអ្វីត្បិតតែមានព័ត៌មានក្នុងខួរក្បាលច្រើនវាជាផ្នែកមួយដែលនាំឲ្យយើងអាចទាញយកមកធ្វើការវិភាគមែនតែការចេះគិតពិចារណានិងរបៀបនៃការគិតពិចារណាវាសំខាន់ជាងទិន្នន័យដែលយើងមានក្នុងខួរក្បាលទៅទៀតមានខួរក្បាលដែលចេះគិតពិចារណាវាប្រសើរជាងខួរក្បាលដែលមានត្រឹមតែចំណេះដឹងឬព័ត៌មានអ្នកខ្លះចាំទិន្នន័យបានច្រើនហើយក៏ចេះតែសូត្រតាមគឺសូត្ររហូតដល់បែកពពោះមាត់ក៏មានតើចាំបានឈុតឆាកមួយដែលនិស្សិតម្នាក់ឡើងសូត្រចំណាប់អារម្មណ៍ដែលនាំឲ្យសាកលវិទ្យាធិការខ្មាស់ទាំងរដ្ឋមន្ត្រីនិងនិស្សិតចូលរួមដទៃទៀតទេយុគសម័យពីមុនមនុស្សជាតិប្រកួតប្រជែងលើព័ត៌មានយុគសម័យបន្ទាប់មនុស្សជាតិប្រកួតប្រជែងលើចំណេះដឹងយុគសម័យថ្មីនេះមនុស្សជាតិប្រកួតប្រជែងលើការច្នៃប្រឌិតគំនិតដែលងាប់ក្រឡាគឺជាគំនិតហួសសម័យឥតបានការមនុស្សឆ្លាតពុំមែនជាបុគ្គលដែលមានខួរក្បាលពូកែចាំទិន្នន័យគ្រប់យ៉ាងទេតែជាមនុស្សដែលដឹងថាតើត្រូវទៅរកទិន្នន័យទាំងអស់នោះនៅឯណាអង្គចងចាំនៃប្រព័ន្ធបច្ចេកវិទ្យាមានតួនាទីជាអ្នកផ្ទុកទិន្នន័យហើយខួរក្បាលមនុស្សមានតួនាទីជាអ្នកគិតរិះរកអ្វីដែលថ្មី
មនុស្សឆ្លាតពិតប្រាកដគឺជាបុគ្គលដែលពូកែសួរតែពុំមែនមនុស្សពូកែឆ្លើយទេយុគសម័យនេះគឺជាសម័យនៃការច្នៃប្រឌិតថ្មីតែពុំមែនជាយុគសម័យដែលប្រកួតប្រជែងលើព័ត៌មានឬចំណេះដឹងទៀតឡើយការចេះគិតត្រេះរិះពិចារណាធ្វើឲ្យយើងខុសពីសត្វការរស់នៅរបស់សត្វភាគច្រើនប្រើតែសភាវគតិប៉ុណ្ណោះបើទោះបីជាយើងរៀនជំនាញអ្វីក៏ដោយឲ្យតែពូកែគិតវានឹងធ្វើឲ្យយើងខ្លាចទៅជាមនុស្សឆ្នើមអ្នករៀនទស្សនវិជ្ជានៅតែជាអ្នករៀនទស្សនវិជ្ជាបើយើងនៅតែមិនរៀនវែងញែកគំនិតរបស់ទស្សនវិទូនឹងរៀនឆ្លុះបញ្ចាំងគំនិតទាំងនោះជាមួយនឹងស្ថានភាពសង្គមដែលខ្លួនរស់នៅទេគំនិតចាស់បូកគំនិតថ្មីស្មើនឹងគំនិតច្នៃប្រឌិតគំនិតចាស់ថ្មីទាំងអស់បូកនឹងកាលៈទេសៈសង្គមជាស្ដែងវានឹងបង្ហាញយើងថាតើយើងត្រូវអភិរក្សត្រង់ណានិងអភិវឌ្ឍត្រង់ណាបដិវត្តក្នុងពិភពលោកទាំងអស់សុទ្ធតែកើតចេញពីក្រុមមេគំនិតធំធំឬយើងហៅថាទស្សនវិទូទស្សនវិជ្ជាគឺជាហេតុធ្វើឲ្យសង្គមមានបដិវត្តត្បិតមនុស្សរស់ក្នុងសង្គមតែងនៅចង់បានជីវិតដែលល្អប្រសើរជាងមុនឧទាហរណ៍ជាស្ដែងតើទស្សនវិទូរូបណាដែលធ្វើឲ្យមានបដិវត្តរបបរាជានិយមតើទស្សនវិទូរូបណាដែលបង្កើតរបៀបដឹកនាំរដ្ឋនិងផ្លាស់របៀបដឹកនាំចាស់ដូច្នេះកុំឆ្ងល់ថាហេតុអ្វីសង្គមខ្លះមេដឹកនាំខ្លះហាមគាត់មិនឲ្យមានការសិក្សាទស្សនវិជ្ជាឲ្យស៊ីជម្រៅដល់ប្រជាជនឬយុវជនមនុស្សដែលមិនហ៊ានគិតនៅអ្វីដែលខ្លួនចង់គិតគឺជាទេសករឬជាមនុស្សកំសាន្តក្នុងចំណោមទស្សនវិទូទាំងអស់ខ្ញុំសរសើរសូក្រាតត្បិតលោកនិយាយថាម្ដាយខ្ញុំគឺជាឈ្មោះបង្កើតកូនរីឯខ្ញុំជាឈ្មោះបង្កើតគំនិតបើស្រឡាញ់សង្គមជាតិពិតគឺត្រូវគិតរឿងប្រឹងអានប្រឹងរៀនស្រឡាញ់អ្វីក៏ដោយមិនថាស្រឡាញ់ស្រីឬស្រឡាញ់ប្រុសឬស្រឡាញ់ឪពុកម្ដាយទេគឺត្រូវស្រឡាញ់ដោយទង្វើតែមិនមែនស្រឡាញ់ត្រឹមតែសម្ដីឡើយបើនាងចេះអាននាងសួរខ្ញុំថាតើធ្វើយ៉ាងណាទើបដឹងថាមនុស្សប្រុសស្រឡាញ់យើងស្មោះឬមិនស្មោះខ្ញុំតបថាខ្ញុំមិនដឹងទេនាងញញឹមបន្តិចរួចតសម្ដីមកខ្ញុំវិញថាចុះទស្សនៈប្រសែភ្នែកល្អរបស់នារីដែលបងប្រុសបានសរសេរក្នុងសៀវភៅប្រតិទិនទស្សនៈ222ថ្ងៃខ្ញុំធ្វើជាងឿងឆ្ងល់បន្តិចរួចនិយាយតបថាស្រីស្អាតពេកអភ័ព្វបើអាក្រក់ពេកក៏មិនសមដែរនារីស្អាតឬមិនស្អាតគឺពុំសូវជារឿងសំខាន់ទេអ្វីដែលសំខាន់គឺជាចំណេះដឹងមើលមនុស្សដែលអាចដឹងថានរណាស្មោះសរឬនរណាមិនល្អបើនារីម្នាក់តាំងចិត្តអានសៀវភៅក្រេបយកចំណេះដឹងពីឥឡូវនេះបណ្ដាទៅយ៉ាងយូរមួយឆ្នាំទៀតនាងនឹងដឹងពីចរិតពិតនៃបុរសល្អនិងរបៀបរស់នៅដើរហើរការនិយាយស្ដីរបស់បុរសដែលអាចផ្ដល់សុភមង្គលដល់ជីវិតនាងបានរីឯម្យ៉ាងទៀតនារីម្នាក់ដែលអាចធ្វើជាប្រពន្ធល្អនិងអាចធ្វើជាម្ដាយល្អទៅបានគឺត្រូវការចំណេះដឹងច្រើនណាស់សុភមង្គលនៃជីវិតម្នាក់ឯងឬមិនថាជីវិតគូទេគឺត្រូវការចំណេះវិជ្ជាកុំធ្វើជាមនុស្សដែលចេះតែបង្កើតកូនចោលតែមិនចេះព្រៀនប្រដៅអប់រំកូនឲ្យសោះយុវនារីណាដែលកាន់សៀវភៅពេលបច្ចុប្បន្នគឺនឹងក្លាយទៅជាម្ដាយដ៏ល្អនាពេលអនាគតនៅសាលាមានគ្រូបង្រៀនរីឯនៅផ្ទះមានស្ត្រីក្បត់ស្ត្រីមានតួនាទីធំជាងអ្នកបណ្ដុះក្របពូជសង្គម